គឺបានអ្នកអភិវឌ្ឍនៅទីនោះលោកគួរចម្រើនរៀបចំការលម្អច្រាំងស្ទឹងត្រែកមកគួរឲ្យទាក់ទាញអភិបាលខេត្តកណ្ដាលលោកគួរចម្រើនបានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធនិងមន្ត្រីបច្ចេកទេសចូលពិនិត្យវត្តភាពដំណើរការសាងសង់កែលម្អច្រាំងស្ទឹងត្រែកត្នោតក្នុងសង្កាត់តាខ្មៅក្រុងតាខ្មៅកាលពីរសៀលថ្ងៃទី8ខែមករាឆ្នាំ2026លោកគូចម្រើនបានធ្វើការណែនាំក្រុមការងារសាងសង់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការសាងសង់ច្រាំងស្ទឹងដោយអនុវត្តបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសសម្ដៅធានាបាននូវសុវត្ថិភាពនិងមានគុណភាពរឹងមាំល្អព្រមទាំងសាងសង់ឲ្យសម្ដេចរួចរាល់ជាស្ថាពរតាមផែនការដែលបានគ្រោងទុកសូមគូបញ្ជាក់ថាគម្រោងស្ថាបនាកែលម្អច្រាំងស្ទឹងត្រែកត្នោតបែរខាងត្បូងស្ទឹងក្នុងក្រុងតាខ្មៅខេត្តកណ្ដាលមានប្រវែងសួនសាធារណៈ590ម៉ែត្រនិងគ្រឿងបង្គុំថ្មីប្រហែល450ម៉ែត្រក្នុងនោះមានការរៀបចំចំនួន3ថ្នាក់បើតាមរដ្ឋបាលខេត្តកណ្ដាលគម្រោងនេះគឺនឹងបញ្ចប់ការសាងសង់ 100% នៅចុងឆ្នាំ2026ខាងមុខនេះ